ប្រាក់ចំណូលជិត33លានដុល្លារពីការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល9ខែឆ្នាំ2025មានការកើនឡើង0.57%ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ2024បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី1ខែតុលាឆ្នាំ2025នេះបង្ហាញថានៅក្នុងរយៈពេល9ខែភ្ញៀវទេសចរអន្តរជាតិមានចំនួន 75269 នាក់បានទិញសម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង0.77%ដែលធ្វើឲ្យកម្ពុជារកចំណូលបានចំនួន32លាន7,8908 ដុល្លារកើនឡើង0.57%ធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2024លោក KT ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរមានប្រសាសន៍ថាភ្ញៀវទេសចរបរទេសបានចាប់ផ្ដើមកើនឡើងនៅខែ7និងខែ8ខណៈប្រទេសមួយចំនួននៅអឺរ៉ុបចាប់ផ្ដើមវិស្សមកាលលោក KT បានបន្ថែមថាស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរខណៈតួលេខភ្ញៀវទេសចរនៅតែមានសន្ទុះកើនឡើងហើយថាថៃបិទច្រកព្រំដែនមិនប៉ះពាល់ដល់ទេសចរនៅតំបន់អង្គរនោះទេខណៈទេសចរបរទេសភាគច្រើនមកតាមច្រកវៀតណាមប្រមាណ 90% លោកធួនស៊ីណានប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថាពិភពលោកកំពុងច្របូកច្របល់ជុំវិញភូមិសាស្ត្រនយោបាយនិងបញ្ហាផ្សេងៗខណៈកម្ពុជាក៏កំពុងមានបញ្ហាជាមួយថៃដែលស្ថានភាពមិនប្រកបប្រជានេះបានបង្ខំឲ្យកម្ពុជាពិបាកលោកធួនស៊ីណានយល់ឃើញថាតួលេខទេសចរកើនឡើងយើងសាទរក្នុងកលៈទេសៈនេះយើងមិនអាចប្រៀបធៀបកម្ពុជាទៅនឹងប្រទេសផ្សេងទេពីព្រោះដូចជាវៀតណាមគេជាប្រទេសធំមានប្រជាជនច្រើនមធ្យោបាយផ្លូវអាកាសច្រើនជាងកម្ពុជានិងការផ្សព្វផ្សាយទូលំទូលាយនៅក្នុងកលៈទេសៈមួយផ្សេងយោងតាមធនាគារអភិវឌ្ឍន៍អាស៊ីវិស័យទេសចរបានបង្ហាញការបន្តងើបឡើងវិញនៅក្នុងឆមាសទី1ឆ្នាំ2025ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាននិងរំខានទៅដល់វិស័យទេសចរនិងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទី2នៃឆ្នាំ2025នេះ